ស្វាគមន៍មកកាន់ Channel XAU Social Trade ថ្ងៃនេះយើងមកនិយាយអំពី External Range Liquidity ជាមួយនឹង Internal Range Liquidity អញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចចំពោះ EOL ឬក៏ IOL ដែលពាក្យពេញរបស់វា External Range Liquidity ជាមួយនឹង Internal Range Liquidity អញ្ចឹងចំពោះចំណុចមួយនេះគឺខ្ញុំអាចនិយាយបានថាវាជា model មួយដែលវាល្អហើយក៏វាមាន win rate ខ្ពស់សម្រាប់ការ trade អញ្ចឹងយើងមកសិក្សាជាមួយនឹង external range liquidity មុននឹងយើងចូលទៅដល់ internal range liquidity អញ្ចឹងទី1អ្នកគ្នាត្រូវសិក្សាអំពី external range liquidity អញ្ចឹង external range liquidity គឺជាតំបន់មួយដែលផ្សារតែងតែទៅស៊ី stop loss ឬក៏ stop hand របស់អ្នក buy ឬក៏អ្នក sell ហើយ external range liquidity កាត់ឡើងនៅពេលដែលវាមាន swing high ឬក៏ swing low ហើយយើងក្រឡេកមកមើលជាមួយនឹង internal range liquidity អ្វីដែលយើងត្រូវមើលទី1 fair value gap order block ជាមួយនឹង imbalance អញ្ចឹងយើងមកមើលកូដវាទាំងអស់គ្នាកូដរបស់វាទី1 EOL ទៅ IOL មួយទៀត IOL ទៅ EOL អញ្ចឹងយើងមកមើលនៅក្នុងចំណុចមួយនេះទី1អ្នកគ្នាប្រកាសជាឃើញ IOL គឺរត់ទៅរក EOL អ្នកគ្នាប្រកាសជាឃើញហើយចំពោះ IOL របស់យើងនេះចំណុចដែលសំខាន់គឺមាន3នេះដែលយើងបង្ហាញនៅខាងលើគឺ fair value gap order block ជាមួយនឹង imbalance អាហ្នឹងគឺជា IOL ចំពោះ EOL យើងនិយាយឲ្យងាយយល់គឺជា buy side ឬក៏ sell side liquidity អញ្ចឹងយើងមកមើលកន្លែង example ទី1អ្នកគ្នាប្រកាសជាឃើញទៅលើទីផ្សារនៃ line បន្ទាត់ដែលយើងបានគូសអញ្ចឹងកន្លែងនេះយើងទទួលបាន structure ដែល B អញ្ចឹងយើងនឹងរកឱកាស sell ប៉ុន្តែយើងត្រូវមើលចំណុច IOL របស់យើងគឺ0របស់យើងកន្លែងនេះអញ្ចឹងនៅពេលដែលយើងទទួលបាន0កន្លែងនេះមួយអញ្ចឹងតំបន់ហ្នឹងគឺជា IOL អញ្ចឹង low នេះគឺជា EOL អញ្ចឹងនៅពេលដែលវាទៅរក IOL បន្ទាប់មក EOL នេះគឺវាដូចជាដេកឆក់មួយយ៉ាងវានឹងស្រូបតម្លៃហ្នឹងមកស្រូបតម្លៃកន្លែង IOL នេះមកកាន់ EOL អញ្ចឹងបន្ទាប់មកនៅពេលដែលទទួលបាន structure មួយទៀតហើយកន្លែងនេះយើងអាចហៅវាជា sell side liquidity ក៏បានឬក៏ EOL ក៏បានអញ្ចឹងនៅពេលដែលយើងទទួលបានកន្លែងនេះចំណុចកន្លែងនេះចំណុចមួយនេះដែលយើងត្រូវសិក្សាមើលនៅពេលដែលវាបានមកយកហើយប៉ុន្តែវាបានបិទជា candle យើងនឹងរកឱកាស sell បន្តទៀតប៉ុន្តែបើវាបានបិទចំណុចមួយនេះវាបិទជា wick អ្វីដែលយើងគួរប្រុងប្រយ័ត្ននៅក្នុងទិសស្ដីមួយ sweep low បំបែក high sweep high បំបែក low អញ្ចឹងយើងត្រូវរងចាំអញ្ចឹងយើងត្រូវចងចាំទៅលើទិសស្ដីមួយហ្នឹងវាពិតជាសំខាន់អញ្ចឹងបើចំណុចមួយហ្នឹងវាបិទជា candle យើងនឹងរកឱកាស sell បន្តទៀតដោយយើងប្រើ IOL ខាងលើហើយ EOL អញ្ចឹងនៅពេលដែលវាទៅដល់ IOL របស់យើងចំណុចមួយនេះអញ្ចឹងនេះ EOL ខាង low នេះគឺជា sell side liquidity វាដូចជាដេកឆក់មួយដែលវាស្រូបទាញពី IOL មកកាន់ EOL អញ្ចឹងបើយើងទៅមើលឧទាហរណ៍មួយទៀតនៅចំណុចមួយនេះអ្នកគ្នាប្រកាសជាឃើញទី1អញ្ចឹងយើងមកមើលចំណុចមួយនេះនៅក្នុងបន្ទាត់ឡាញជុំនេះយើងប្រកាសជាឃើញទី1វាបានបំបែក EOL របស់យើងហើយបាន pull back ឡើងទៅយក0 IOL របស់យើងបន្ទាប់មកវាក៏បានបំបែក EOL របស់យើងចំណុចមួយនេះដែលអ្នកគ្នាត្រូវសិក្សាមើលចំណុចទូចមួយនេះវាពិតជាសំខាន់អ្នកគ្នាប្រកាសជាឃើញទី1 pull break ឡើងប៉ុន្តែមាន IOL ខាងលើហើយក៏មាន IOL នៅ low អញ្ចឹងវាមានទាំងលើទាំងក្រោមអញ្ចឹងយើងត្រូវសិក្សាអំពី0ឧទាហរណ៍ថាយើងត្រូវសិក្សាពីនេះមកដល់នេះតើវាមានប្រមាណលេខបើយើងសិក្សាមើលបើវាបាន1ទល់1យើងគួរជៀសវាងយើងមិន trade ទេបើវាបាន1ទល់2
ចឹងយើងអាចរកឱកាសបាយឡើងទៅដោយដាក់ TP នៅតំបន់ IOL 0ខាងលើយ៉ាអញ្ចឹងចំណុចមួយនេះវាបានប៉ះ IOL របស់យើងហើយបានបំបែក EOL តូចហើយ pullback ឡើងទៀតចុះមកយក IOL នៅមួយនេះចំណុចមួយនេះបន្ទាប់មកវាបានទៅយក EOL រហូតដល់0 IOL ខាងលើ high ដែលយើងត្រូវសិក្សាមួយទៀតគឺ structure កំពុងតែបៀអញ្ចឹងយើងនឹងរកឱកាសសេទម្លាក់ចុះមកវិញទោះវាមានកន្លែងនេះ ចំណុចមួយនេះមានចំណុចមួយនេះគឺមាន IOL 0ក៏ដោយក៏យើងត្រូវតែបំបែកវាឬក៏យើងរងចាំឲ្យវាបំបែក structure ឬក៏បាន market structure shift បាន market structure shift បន្ទាប់មកតម្លៃមួយហ្នឹងមកយក0 IOL របស់យើងម្ដងទៀតឬក៏យើងសេទម្លាក់ចុះមួយទៀតបើយើងហ៊ាន take risk យើងនឹង sell នៅចំណុច high មួយនេះទម្លាក់ចុះមកតែម្ដងប៉ុន្តែវាអាចមានហានិភ័យចំណុចមួយគឺឥឡូវខ្ញុំគូសឲ្យអ្នកគ្នាមើលចំណុចមួយនេះឧទាហរណ៍ថាវាមកដល់ IOL high ប៉ុន្តែមកដល់ចំណុច IOL low ខ្លាចវា confirm បំបែកបន្ទាប់មកមានការ sweep liquidity high តបមកវាបំបែកចុះតែម្ដងអញ្ចឹងវាអាចនឹងចូលលក្ខខណ្ឌហ្នឹងប៉ុន្តែអ្វីដែលយើងអាចធ្វើបានទី1យើងរងចាំឲ្យ market structure shift របស់យើងបង្កើតបាន market structure shift ទើបយើងរកឱកាស entry នេះវាគឺជាតំបន់មួយដែលសុវត្ថិភាពប៉ុន្តែបើយើងហ៊ានទទួលយកហានិភ័យយើងអាចរក confirm តាំងពីក្នុង0នេះបាន